បើសិនជាគាត់មានសញ្ញាឡើងដើមទ្រូងនៅមុនអាយុ8ឆ្នាំឬក៏គាត់មានបែកញើសធំខ្លាំងក្លៀកធំខ្លាំងសាមានដោះរោមលើដងខ្លួនខុសប្រក្រតីមុនអាយុ8ឆ្នាំគឺនាំគាត់មកពិនិត្យសុខភាពបានតែបើគាត់អត់មានសញ្ញាអីទេហើយគាត់លើស8ឆ្នាំឡើងទើបគាត់មានសញ្ញាអស់ហ្នឹងគេចាត់ទុកថាអាចធម្មតាព្រោះរដូវដែលគេសន្មតថាធម្មតាគឺ10ឆ្នាំឡើងលើអាហ្នឹងគេគិតថាធម្មតាតែបើមករដូវមុន10ឆ្នាំទើបគេគិតថាមករដូវហ្នឹងមុនការកំណត់ហើយគេខ្លាចជប់បើនៃការលូតលាស់របស់គាត់ហ្នឹងវាអាចនឹងគាំងជប់លូតលាស់ឬក៏គាត់អាចនឹងមានកម្ពស់ទាបអញ្ចឹងវាពាក់ព័ន្ធហ្នឹងតែទោះបីយ៉ាងណាកម្ពស់របស់កូនវាផ្អែកទៅលើហ្សែនរបស់ឪពុកម្ដាយហើយនឹងចំណីអាហារដែលឪពុកម្ដាយគ្រប់គ្រងអញ្ចឹងខ្ញុំឃើញឥឡូវហ្នឹងភាគច្រើនគឺគាត់ឲ្យញ៉ាំជាតិម្សៅច្រើនញ៉ាំជាបាយមីកាទៀវនំប៉័ងច្រើនគាត់កង្វះនៅសារធាតុវីតាមីនហ្នឹងគឺមានបន្លែហើយនឹងផ្លែឈើគាត់ខ្វះហ្នឹងតែសាច់ខ្ញុំឃើញតែញ៉ាំច្រើនលើសប្រក្រតីហើយសាច់ហើយនឹងជាតិបាយហ្នឹងគឺច្រើនហើយមិនតែខ្វះវីតាមីនអតុល្យភាពនៃចំណីអាហារធ្វើឲ្យក្មេងលើសទម្ងន់ហើយគាត់ញ៉ាំតែប្រភេទស្លាបមាន់ពេលមាន់ដែលគេចិញ្ចឹមច្រើនពេកវាមានសារធាតុអរម៉ូនធ្វើឲ្យយើងនឹងសក់កូនយើងឲ្យឆាប់ពេញវ័យអញ្ចឹងជីវិតរស់នៅរបស់ក្មេងដែលយើងឲ្យគាត់ញ៉ាំចំណីអាហារអត់ល្អញ៉ាំចំណីអាហារអត់គ្រប់ត្រឹមត្រូវហើយគាត់អត់មានហាត់ប្រាណទេហើយបច្ចុប្បន្នឥឡូវហ្នឹងគឺមានបញ្ហាភាគច្រើនគឺបណ្ដាលមកពីការហូបអត់បានត្រឹមត្រូវអញ្ចឹងបងប្អូនត្រូវគ្រប់គ្រងចំណីអាហារកូនឲ្យញ៉ាំគ្រប់មុខតាមធម្មតាទៅវាកាត់បន្ថយឲ្យគាត់ជំរុញឲ្យគាត់ហាត់កីឡាបន្ថែមទៀតផង